បាទជំរាបសួរលោកគ្រូទេនិងជំរាបសួរលោកគ្រូនិគូទាំងអស់គ្នាដែលនៅក្នុងថ្នាក់ D ខ្ញុំបានឈ្មោះអ៊ីវសិងហុងមកពីសាលាបឋមសិក្សាតាពាំងក្រូចឃុំសុភីស្រុកបាទីខេត្តតាកែវខ្ញុំសូមធ្វើការសង្ខេបឆ្លុះបញ្ចាំងទាក់ទងទៅនឹងខ្លឹមសារមេរៀនទី2ដែលនិយាយអំពីការវាយតម្លៃនៅក្នុងថ្នាក់រៀននិងទូនីតិនៃការវាយតម្លៃនៅក្នុងថ្នាក់រៀនអញ្ចឹងការវាយតម្លៃនៅក្នុងថ្នាក់រៀនគឺវាមានកត្តាជាឥទ្ធិពលជាច្រើនដូចជាបំណិនចំណេះដឹងសតវត្សទី21បច្ចេកវិទ្យាគោលការណ៍នៃការបង្រៀននិងរៀនទ្រឹស្ដីបង្រៀនទ្រឹស្ដីមេរៀនផ្សេងការអប់រំប្រកបទៅដោយប្រព័ន្ធស្តង់ដារការធ្វើតេស្តថ្នាក់ជាតិហើយអក្ខរកម្មផ្នែកទិន្នន័យតម្រូវការថ្មីនៃពិភពលោកអន្តរទំនាក់ទំនងព័ត៌មានមានដូចជាការយល់ស៊ីជម្រៅនៃបញ្ញត្តិរបស់ខ្លឹមសារមេរៀនសំខាន់បំណិនដូចជាការដោះស្រាយបញ្ហាការសម្រេចចិត្តប្រកបទៅដោយវិច័យរណញាណការគិតអ្វីមួយដែលត្រូវការគិតប្រកបដោយនវានុវត្តន៍និងការច្នៃប្រឌិតមានគិតឲ្យត្រូវបង្កើតអ្វីដែលថ្មីពីនឹងនិងបំណិនទំនាក់ទំនងប្រកបទៅដោយប្រសិទ្ធភាពទៅនឹងទំនាក់ទំនងផ្អែកទៅលើព័ត៌មានមានដូចជាបំណិនសង្គមប្រកបដោយប្រសិទ្ធភាពការយល់ដឹងទូលំទូលាយយើងហៅថាទស្សនៈសកលអរិយាប័ត្រឬក៏អត្តចរិតទំនាក់ទំនងមានការទំនួលខុសត្រូវមិនបោះបង់គោលដៅទៅនឹងវិច័យវិទ្យាតម្រូវឲ្យមានការចាត់វិធានការចំពោះការសិក្សាការដាក់ពិន្ទុដោយអូតូផ្ដល់ឱកាសជាច្រើនដល់គ្រូនៅមធ្យោបាយថ្មីក្នុងការវាយតម្លៃការសិក្សាឲ្យមានការល្អប្រសើរគោលការណ៍នៃការសិក្សាសង្គមនិងពុទ្ធិដែលផ្អែកទៅលើការលើកទឹកចិត្តមានន័យថាជាកត្តាសំខាន់មួយផងដែរនៅក្នុងការវាយតម្លៃថ្នាក់រៀនរបស់យើងការស្រាវជ្រាវទៅលើការសិក្សាផ្នែកការលើកទឹកចិត្តនេះគឺជាការបង្រៀនអំពីទ្រឹស្ដីអំពីការគិតអំពីការលើកទឹកចិត្តកូនសិស្សកសាងចំណេះដឹងបានតាមរយៈការប្រើប្រាស់ចំណេះដឹងដែលពួកគាត់មានស្រាប់ទទួលយកនៅចំណេះដឹងដែលថ្មីដែលមានវិន័យនៅក្នុងខ្លួនដែលមានការកំណត់គោលដៅនៅក្នុងខ្លួនដោយប្រើរបៀបនៃការទទួលយកនៅចំណេះដឹងដែលថ្មីហ្នឹងគឺសមស្របទៅនឹងស្ថានភាពថ្មីដោយមានការត្រួតពិនិត្យនិងគ្រប់គ្រងការរៀនរបស់ខ្លួនឯងពុទ្ធិត្រូវបានសម្រួលទៅដោយវប្បធម៌និងបរិបទសង្គមឬក៏អ្វីដែលជាឥទ្ធិពលខ្លាំងក្លារវាងអន្តរកម្មរវាងគ្នានឹងគ្នាការលើកទឹកចិត្តប្រកបទៅដោយប្រសិទ្ធភាពគឺជាការលើកទឹកចិត្តដែលពួកគេជួបទៅនឹងបញ្ហាប្រឈមនិងការសម្រួលទៅដល់ការទទួលខុសត្រូវដោយដោះស្រាយបញ្ហានោះដោយខ្លួនឯងត្រូវមានស្វ័យវាយតម្លៃដើម្បីផ្ដល់នៅការស្វ័យតម្រង់ទិសនិងទទួលបាននៅស្វ័យឆ្លុះបញ្ចាំងអំពីការតាំងចិត្តនិងការត្រួតពិនិត្យតាមដានចំពោះអ្វីដែលបានធ្វើហើយទទួលនៅស្វ័យប្រសិទ្ធភាពការលើកទឹកចិត្តនិងការខិតខំប្រឹងប្រែងនេះគឺជាធាតុផ្សំជាមួយក្នុងការវាយតម្លៃនៅក្នុងការសិក្សាផងដែរដែលអនុវត្តពី
ធាតុសំខាន់ទាំងនេះសិស្សអាចគិតថាខ្លួនគ្មានសមត្ថភាពមានន័យថាការលើកទឹកចិត្តនេះគឺជាធាតុផ្សំមួយដ៏សំខាន់ក្នុងការជំរុញទៅកាន់កូនសិស្សឲ្យទទួលបាននូវជោគជ័យដោយមិនគិតថាខ្លួនមិនមានសមត្ថភាពក្នុងការធ្វើវាអ្វីទៅជាការវាយតម្លៃនៅក្នុងថ្នាក់រៀនការវាយតម្លៃនៅក្នុងថ្នាក់រៀនគឺជាដំណើរការនៃការប្រមូលភស្តុតាងព័ត៌មានការបកស្រាយការប្រើប្រាស់ភស្តុតាងនៃការរៀនរបស់សិស្សនឹងដើម្បីគាំទ្រការសម្រេចចិត្តតាមមធ្យោបាយផ្សេងឲ្យដល់គោលដៅដោយមានវត្ថុបំណងដូចជាការវិនិច្ឆ័យចំណុចខ្លាំងចំណុចខ្សោយនិងការយល់ខុសឬកំហុសនៃការរៀនសូត្ររបស់សិស្សត្រួតពិនិត្យការប្រឹងប្រែងការរីកចម្រើនរបស់សិស្សដោយចងក្រងភស្តុតាងដើម្បីបង្កើតឲ្យការសិក្សារបស់សិស្សនឹងប្រសើរឡើងហើយលើកទឹកចិត្តនិងបំណិនឥរិយាបថនៅក្នុងសតវត្សទី21ការដាក់ពិន្ទុការផ្ដល់ព័ត៌មានត្រឡប់ទៅកាន់អាណាព្យាបាលនិងការតម្រូវឲ្យកាន់តែប្រសើរឡើងតើតើទៅនឹងចំណុចនេះដែរមិនថាជាវត្ថុបំណងដែលយើងចង់បាននោះទេគឺយើងត្រូវមានការវាស់វែងអំពីដំណើរការនៃប្រព័ន្ធក្នុងការកំណត់ជាតួលេខដើម្បីឲ្យសិស្សលើអាកប្បកិរិយាឬក៏ការអនុវត្តនៅចំណេះដឹងបំណិនរបស់សិស្សដោយការវាស់វែងត្រូវបានគេប្រើប្រាស់ក្នុងការកំណត់ថាកូនសិស្សមានឥរិយាបថចរិតឬក៏មានចំណេះដឹងកម្រិតណាមានន័យបន្ទាប់ពីយើងមានការលើកទឹកចិត្តបន្ទាប់ពីយើងវាតម្លៃហើយត្រូវតែមានការវាស់វែងដើម្បីឲ្យដឹងអំពីលទ្ធផលការបកស្រាយលទ្ធផលគឺជាការវិនិច្ឆ័យពីគុណភាពដែលបានកំណត់ពីអត្តចរិតអាកប្បកិរិយាឬក៏ការអនុវត្តចំណេះដឹងរបស់សិស្សហើយគ្រូបង្រៀនប្រើប្រាស់វិធីដើម្បីបកស្រាយលទ្ធផលនេះឲ្យបានសមស្របតាមស្តង់ដារដែលប្រើប្រាស់ធាតុផ្សំនៃការវាយតម្លៃនៅក្នុងថ្នាក់រៀនមានការវិនិច្ឆ័យការដាក់ពិន្ទុការសម្របសម្រួលដោយប្រើលទ្ធផលការវាយតម្លៃនៅក្នុងថ្នាក់រៀននិងការសម្រេចចិត្តដាក់ពិន្ទុរបស់គ្រូជាស្តង់ដារនិងជាលក្ខណៈនៃការវិនិច្ឆ័យដ៏ប្រសើរមួយអញ្ចឹងសរុបមកវិញនៅក្នុងមេរៀនការវាយតម្លៃនៅក្នុងថ្នាក់រៀននិងទូនីតិនៃការវាយតម្លៃគឺជាកត្តាសំខាន់មួយដើម្បីជំរុញឲ្យការសិក្សារបស់យើងនឹងមានប្រសិទ្ធភាពក្នុងការនឹងការបង្កើននៅចំណុចល្អដែលយើងត្រូវការតម្រូវអ្វីដែលយើងធ្វើទៅមិនមានប្រសិទ្ធភាពនឹងអញ្ចឹងខ្ញុំមានតែប៉ុណ្្នឹងហើយបើការបកស្រាយរបស់ខ្ញុំនេះមានការខ្វះខាតត្រង់ចំណុចកន្លែងណាសូមលោកគ្រូអ្នកគ្រូនៅក្នុងថ្នាក់រៀនរួមគ្នានេះជួយកែសម្រួលនិងលោកគ្រូឧទ្ទេសជួយបញ្យល់បន្ថែមដោយសារការយល់ខ្ញុំនេះគឺខ្ញុំអានទៅមិនសូវយល់បានច្រើនដែរបានតែ
90%អញ្ចឹងសូមលោកគ្រូជួយបំពេញបន្ថែមសូមអរគុណ